ជំរាបសួរទាំងអស់គ្នាយើងបន្តមើលមេរៀនមួយដែលនិយាយអំពី préposition et locution នៅក្នុងនេះគឺយើងនឹងនិយាយអំពី préposition l'extérieur អញ្ចឹងទី1យើងត្រូវស្វែងយល់ពាក្យ l'extérieur គឺសំដៅទៅលើ la partie de l'espace d'un objet ou d'un lieu qui se trouve en dehors d'une limite donnée par opposition à l'intérieur ou au dedans អញ្ចឹងពាក្យថា l'extérieur គឺមានន័យថាជាផ្នែកនៃលំហនៃរបស់មួយឬក៏ទីតាំងណាមួយដែលស្ថិតនៅខាងក្រៅនៃកន្លែងកំណត់បិទជិតជាក់លាក់ណាមួយវាផ្ទុយអំពីពាក្យថានៅខាងក្នុងណាl'intérieur ou dedans គឺសុទ្ធតែផ្នែកខាងក្នុងជាយើងមានពាក្យ order មានន័យថាបាទ outside vous trouverez des champs hors de la ville មានថាអ្នកនឹងឃើញណាវាលស្រែវាលស្មៅវាអញ្ចឹងទៅនៅក្រៅក្រុងចំណែកឯទី3គឺយើងនិយាយពី order បាទអញ្ចឹងកន្លែងនេះក៏យើងនិយាយថាខាងក្រៅដូចគ្នាដែរឧទាហរណ៍ថា le canari ne sort jamais au dehors de sa cage canari គឺជាពពួកចាបបាទពណ៌លឿងអញ្ចឹងគេនិយាយថាចាបលឿងហ្នឹងគឺមិនដែលចេញពីទ្រុងឬក៏ចេញក្រៅទ្រុងរបស់វាទេបាទចំណែកឯបន្ទាប់ទៀតគឺយើងពាក្យ l'extérieur de បាទក៏បង្ហាញពីធ្នាក់បញ្ជាក់ពីទីកន្លែងទីតាំងនៅខាងក្រៅដែរឧទាហរណ៍ថា voulez-vous rester un moment à l'extérieur de la pièce មានតែចង់រស់នៅចង់ស្ថិតនៅណាខាងក្រៅនៅក្នុងបន្ទប់ទេមិនថាខាងក្រៅនៃបន្ទប់ទេមានអញ្ចឹងបាទ